再卡中閉眼安躺，無數極我被埋藏，全都於腦裏在回蕩。前進為了奪回些盼望，難過後悔或彷徨，無需對我講。面對兇悍的人，不會屈節閃躲，全力奮力碰撞，只因世間有太多要等救助，尋訪的真相要追趕，由我去追趕，由我不畏強的擊倒兇惡，人間的真理和希望，由我去擔當，讓這刻咁有個悲傷也可釋放。ឯងប្រាប់ថាការចាក់ថ្នាំទាំងនោះត្រូវបានធ្វើទេនិងបញ្ចប់រួចរាល់ថាល្អនិងសុវត្ថិភាពមិនក៏ចាក់ឲ្យមានជំងឺមេរោគក្នុងឈាមដំណោះស្រាយតែមួយគត់គឺលាលែងពីតំណែងការពិតថ្នាំទាំងនោះមិនមែនជាផលិតផលជប៉ុនពិតប្រាកដទេនាងមិនឲ្យខ្ញុំលោកដៃសង្ឃឹមថាជ័យលីងនឹងរួចពីការកាត់ទោសរបស់ខ្ញុំបំណងរបស់ប្រធានវាងគឺកិច្ចពីការពាក់ព័ន្ធរបស់លោកច្បាស់ណាស់គាត់ខ្លាចលោកប្តឹងកូនប្រុសគាត់តែជាមានតែកំហុសផ្នែកវិទ្យាសាស្ត្រដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតដែលនឹងក្លាយជាការធ្វើប្រហែសនិងឃាតកម្មធ្ងន់ធ្ងរបើមិនមានពាក់ព័ន្ធនឹងការស្លាប់ទោះត្រូវពីការចិនត្រៃគ្រាន់តែជាសំណុំរឿងរដ្ឋប្រវេណីមិនមែនព្រមត្តនទេការប្រើប្រាស់តំណែងខ្លាំងៗមិនមែនជាកំហុសផ្នែកវិទ្យាសាស្ត្រទេដូច្នេះទើបសំកំណត់ខ្លាញ់បន្លំយ៉ាងច្រើនជាប់គុក14ឆ្នាំកន្លឹះបន្លំប្រាក់ចំណេញប្រើរបស់ខ្លាំងចុងក្រោយអ្នកណាគេចំណេញចង់ធ្វើឲ្យបានល្អប៉ាជិះក្នុងម្នាក់ក្នុងចំណោមនឹងតែខ្ញុំលើប៉ៃថងប្រាប់ថាតំណែងទំនងថ្នាំសុកមនុស្សគ្រូពេទ្យស៊ីនីនស៊ឺរាយការណ៍ទៅគ្រូពេទ្យសុងលធីងហើយការព្យាបាលថ្មីគឺជាអ្នករៀបចំគម្រោងខ្ញុំចាំថាសុងលធីងជាអ្នកបង្កើតមេផេតអន្តរជាតិបន្ទាប់ពីលោកគេទៅធ្វើទីប្រឹក្សានៅគ្លីនិកកែសម្ផស្សឈីងលីតែហេតុអីពាក់ព័ន្ធនឹងទីប្រឹក្សាពួកយើងប្រហែលនឹងម្នាក់នេះហើយប៉ុណ្ណឹងចុះអរគុណអូខេអរគុណល្អអរគុណលោកគ្រូញ៉ាំអាហារបន្ធូរអារម្មណ៍តែខ្ញុំយល់ថាគ្រូពេទ្យសុងដូចជាគ្មានអារម្មណ៍អីសោះក្រោយពីគ្លីនិកកែសម្ផស្សឈីងលីជួបរឿងធំបាយត្រូវតែញ៉ាំម្ចាំងខ្ញុំគ្រាន់តែជាទីប្រឹក្សាប៉ុណ្ណោះលោកក៏ជាអ្នកជំនាញផ្នែកកែសម្ផស្សដែររឿងនេះខ្ញុំចង់ស្ដាប់យោបល់របស់លោកដែរការពិតគ្មាននរណាចង់ឲ្យរឿងនឹងកើតឡើងទេគ្រូពេទ្យសៀក៏ជាជនរងគ្រោះដែរគេទទួលខុសត្រូវពេកចង់សន្សំលុយឲ្យក្រុមហ៊ុនប្រៀបធៀបតម្លៃគ្រប់កន្លែងលទ្ធផលបារបស់ខ្លាំងៗមិនដឹងខ្លួនលោកពុតជាជឿថាគ្រូពេទ្យសៀមិនដឹងពិតមែនក្នុងនាមខ្ញុំជាគ្រូពេទ្យសុវត្ថិភាពជាចម្បងនៅក្នុងរឿងនេះការពិតជាមាននឹងគ្រូពេទ្យសៀគឺសុទ្ធតែបំពេញកាតព្វកិច្ចជាគ្រូពេទ្យរួចហើយការពិនិត្យមេរោគក៏បានធ្វើឲ្យដែរប៉ុន្តែការធ្វើតេស្តមិនត្រឹមត្រូវ 100% ទេអាចនឹងជាបានថាសួយចុះជាមានបានលាលែងហើយគេសន្យាថានឹងរ៉ាប់រងថ្លៃព្យាបាលទាំងអស់លើថាពេលលោកស្រីស៊ូបានប្រសានឹងនិយាយពីសំណងសមរម្យតាមការពិតទៅទើបតែការតំណែងមករយៈពេលខ្លីគ្មានបទពិសោធន៍គ្រប់គ្រាន់ហើយក៏ចង់ធ្វើឲ្យបានល្អចំណាយច្រើនពេកបង្ខំដេញតាមគោលដៅធ្វើឲ្យមានសម្ពាធគ្រប់គ្នាចង់សន្សំលុយហើយក៏ចង់រកលុយនេះគឺជាហេតុផលទាំងអស់ហ្នឹងស្ដាប់ទៅដូចជាគ្រូពេទ្យសុងជាអ្នកក្រៅអញ្ចឹងតាមខ្ញុំដឹងមានរឿងអាស្រូវថ្នាំសុកមនុស្សហើយលោកជាម្ចាស់ភាគហ៊ុនធំជាងគេនៅគ្លីនិកកែសម្ផស្សឈីងលីមិននឹងអាចទៅខ្ញុំគ្មានភាគហ៊ុននៅក្នុងគ្លីនិកកែសម្ផស្សឈីងលីទេលោកបានលក់ភាគហ៊ុន 30% ហើយក្រៅពីនេះនឹងមានភាគហ៊ុន 20 និង 50% ទៀតដែលកាន់កាប់ដោយក្រុមហ៊ុនចំនួន2ក្នុងការចុះបញ្ជីហើយក្រុមហ៊ុនទាំងពីរគឺមានអាសយដ្ឋាននៅចុះបញ្ជីដូចគ្នាម្ដាយលោកគឺជានាយកក្រុមហ៊ុនទាំងពីរលោកក៏បានចុះហត្ថលេខាលើកបែបបទប្រចាំឆ្នាំតំណាងឲ្យក្រុមហ៊ុនទាំងពីរទៀតផងអញ្ចឹងបានន័យថាលោកជាមេខ្លោងពិតប្រាកដតួអាធីងជាម្ចាស់ក្រុមហ៊ុន2នៅបរទេសទាំងនេះជាការអនុវត្តការរកស៊ីធម្មតានេះគឺកិច្ចពីទំនួលខុសត្រូវករណីមានបញ្ហាស្រួលរត់គេលោកប៉ៅលោកនឹងជឿជួលពេកហើយខ្ញុំកំពុងលក់ឲ្យតែក្រុមហ៊ុនទាំងពីរនោះជាលុយសម្រាប់ចិញ្ចឹមម៉ាក់ខ្ញុំមិនអាចបង្ខំយកចេញមកបាននោះទេណាក្រោយពេលដែលជិះលីជួបនឹងរឿងភាគហ៊ុនក៏ធ្លាក់ចុះមានចំណុចងើបឡើងវិញទៅវិញគុណចាប់ខ្លួនប៉ៃអ៊ីថុងក្រុមហ៊ុននៅក្រៅប្រទេសទាំងពីរឆ្លៀតឱកាសនេះលក់ភាគហ៊ុនរបស់ជិះលីទាំងអស់លោកហ៊ានថាលោកមិនមែនជាអ្នកនៅពីក្រោយទេនេះជាការសម្រេចចិត្តរបស់ការរកស៊ីធម្មតាបើមិនឆ្លៀតឱកាសលក់ភាគហ៊ុនដែលជាប់គាំងអញ្ចឹងចាំដល់ពេលណាខ្ញុំគិតថាសុករបស់ជប៉ុនคล้ายមានតែគ្រូពេទ្យសុងទេដែលដឹងដូច្នេះពេលរឿងអាស្រូវផ្ទុះឡើងតម្លៃភាគហ៊ុនឈីងលីធ្លាក់ចុះមានតែគេម្នាក់គត់រួចខ្លួនលោកគ្រូបើលោកគ្រូមានគំនិតគិតទុកមុនពិភាក្សាទៀតក៏អត់បានកើតដែរលោកគ្រូពួកយើងទៅតែញ៉ាំបាយជាមួយគ្នារួមនៅចង់ជួបខ្ញុំទីខ្ញុំមានមិត្តប្រុសហើយ
បាទលោកគ្រូចង់និយាយពីអាធីងនិងឈីងលីមិញនៅភោជនីយដ្ឋានបាននិយាយចាប់ហើយ អីឯងប្រែប្រួលនេះមិនឯងពីមុននោះទេអ្នកស្រីស៊ូនិងជីលៀនគឺកំពុងនៅមន្ទីរពេទ្យនៅឡើយទេបើជាឯងពីមុនឯងទ្រាំឆក់មើលមិនបានទេមិនការពារអក្រិតជនឡើយ ខ្ញុំលែងធ្វើព្រះរាជអាជ្ញាយូរហើយពេលនេះមិនមែនជាការឈ្នះពានពលរដ្ឋល្អទេជាមនុស្សធម្មតាគោរពច្បាប់ទៅបានហើយ កាលនោះឯងបដិសេធមិនប្រកុលអត្ថបទអវិជ្ជមានរបស់ Adolf ព្រោះតែចង់គេចពីការពិតពេលប៉ាឯងប្រើវត្ថុបុរាណคล้ายៗសូកប៉ាន់មន្ត្រីឯងគឺជាដៃស្ដាំរបស់គាត់ឯងមិនអាចមិនដឹងនោះទេតែឯងជួយលាក់ឲ្យគាត់លើកនេះការចាក់សុកคล้ายៗប៉ះពាល់ដល់ជីវិតមនុស្សដូច្នេះខ្ញុំគិតថាសូងលទ្ធិងអាចជាបរិទ្ធជនផងក៏ថាបានដូច្នេះយើងត្រូវតែប្រយ័ត្ន ខ្ញុំដើម្បីគ្រួសារជាកូនស្រីកតញ្ញូត្រូវតែខំប្រឹងជួយប៉ាខ្ញុំចំណែករឿងស្នេហាធ្វើអ្វីដែលមិត្តស្រីគួរធ្វើការពារមិត្តប្រុសនេះជាធម្មជាតិរបស់មនុស្សសមហេតុផលណាស់ហេតុអីលោកគ្រូនិយាយដូចខ្ញុំប្រព្រឹត្តបទល្មើសអញ្ចឹង ខ្ញុំបានថាឯងប្រព្រឹត្តបទល្មើសទេខ្ញុំគ្រាន់តែសង្ឃឹមថាឯងនឹងដឹងខ្លួន លោកគ្រូមិនចូលចិត្តប៉ាខ្ញុំតែចុងក្រោយលោកគ្រូដូចគាត់អញ្ចឹងគ្មានរឿងអីសោះឲ្យខ្ញុំបែកជាមួយអាធីងក្បត់មិត្តប្រុសខ្ញុំមិនយុត្តិធម៌ទេបើបងគ្នាក្នុងគ្រាលំបាកខ្ញុំមិនអត់ចិត្តដូចជាលោកគ្រូទេ ខ្ញុំនៅប៉ាឯងមិនដូចគ្នាទេគាត់ធ្វើដើម្បីភាពអាត្មានិយមខ្ញុំធ្វើដើម្បីយុត្តិធម៌ ការពិតលោកគ្រូមិនដឹងទេក៏មិនអាចបន្ទោសលោកគ្រូដែរព្រោះលោកគ្រូមានជំងឺមិនដឹងថាមនុស្សធម្មតាយ៉ាងម៉េចទេមនុស្សកើតមកមានអារម្មណ៍ខ្ញុំមិនដូចលោកគ្រូទេសុខចិត្តលះបង់គ្រួសារដើម្បីយុត្តិធម៌ដូច្នេះពេលនេះអញ្ចឹងលោកគ្រូនៅតែតោងទាមឈីងលីការពិតអ្នកដែលរងទុកមិនមែនអាធីងទេគឺប៉ែជាមានលោកគ្រូមិនដឹងថាគេជាអ្នកណាទេគេជាកូនរបស់បងប្រុសលោកគ្រូជាកូនប្រុសតែម្នាក់គត់ជាមួយស្រីដែលលោកគ្រូក្បត់លោកគ្រូគ្មានអារម្មណ៍អីទេខ្ញុំក៏ដឹងរឿងសុខមនុស្សដែរបងនិងបងស៊ីងគួរតែកុំលុកដៃដឹងថាហេតុអីគួរកុំលុកដៃទេគឺដោយសារតែមនុស្សមានភាពស្និទ្ធស្នាលនិងគម្លាតខុសគ្នាលោកគ្រូថាខ្ញុំប្រឆាំងនឹងធម្មជាតិធ្លាប់គិតទេថាបញ្ហាធំបំផុតគឺលោកគ្រូព្រោះលោកគ្រូបំពានធម្មជាតិមនុស្ស បានដើម្បីមនុស្សចេតនាបោះបង់យុត្តិធម៌អញ្ចឹងមកការច្បាប់បានប្រយោជន៍ស្អីទៅ លោកស្រីស៊ូខ្ញុំគឺអាចៅលោកស្រីយ៉ាងម៉េចហើយខ្ញុំនាំកូនប្រសានឹងចៅប្រុសមកលេងលោកស្រី លោកស្រីស៊ូ លោកស្រីស៊ូ ពួកឯងមកហើយមានចិត្តហើយ បានធូរល្អហើយ គ្រូពេទ្យចេញវិជ្ជបញ្ជាថ្នាំអង់ទីប៊ីយូទិកឲ្យខ្ញុំបានធូរហើយពេលនេះគ្រោះថ្នាក់คล้ายជាធ្ងន់ធ្ងរផុតពីស្លាប់ហើយ លោកស្រីជួបគ្រោះថ្នាក់ជាមានបារម្ភខ្លាំងណាស់ក្រឡងមកមន្ទីរពេទ្យមិនឲ្យចូលមើលទេពេលនេះដឹងថាលោកស្រីធូរស្រាលជាមានក៏ថាចង់មកមើលលោកស្រី លោកស្រីស៊ូសូមទោសខ្ញុំមិនដឹងថាការចាក់សុកមនុស្សមានបញ្ហាឬអត់ទេខ្ញុំចាក់ឲ្យលោកស្រីព្រោះគិតថាមានសុវត្ថិភាពលទ្ធផលលោកស្រីបែរទៅជាបែបនេះខ្ញុំពិតជាសូមទោស កុំនិយាយបែបហ្នឹងលោកក៏ជឿលើថ្នាំនោះដែរដូច្នេះទើបហៅម្ដាយនិងលោកជីមកចាក់ជាមួយគ្នាគឺខ្ញុំសំណាងមិនល្អចាក់មុនគេក៏ឈ្នះរង្វាន់ធំ ម៉ាក់ដឹងថាឯងមានអារម្មណ៍មិនល្អតែពេលនេះស្ថានភាពលោកស្រីស៊ូបានធូរច្រើនហើយគាត់មិនបន្ទោសឯងទេកុំបន្ទោសខ្លួនឯងអី លោកស្រីស៊ូខ្លាចជាបែបហ្នឹងមិនមែនកំហុសខ្ញុំកាន់តែមានអារម្មណ៍ខុស ឯងលេលែងទៅឈិនលេគ្រប់នេះជាការទទួលខុសត្រូវរួចទៅហើយថ្ងៃក្រោយឯងខ្លាចជាគ្រូពេទ្យដ៏ល្អម្នាក់ទើបសំខាន់បំផុត ខ្ញុំធ្វើបែបហ្នឹងដាក់អ្នកជំងឺហើយនៅអាចខ្លាចជាគ្រូពេទ្យល្អទៀត សុខមនុស្សមានបញ្ហាគឺថ្នាក់ក្រោមឯងជាអ្នកបង្កឡើងឯងមិនបានដឹងទេបាននិយាយទៅឯងក៏ជាជនរងគ្រោះដែរកុំចេះតែរ៉ាប់រងគ្រប់យ៉ាងម្នាក់ឯងមនុស្សគួរតែសម្លឹងទៅមុខ ទេខ្ញុំដឹងគ្រប់យ៉ាងទាំងស្រុងតែខ្ញុំទទួលខុសត្រូវគ្រប់យ៉ាង ព
ពេលដែលជួបជនរងគ្រោះទៅមន្ទីរពេទ្យហើយមានឡានចតនៅជាន់ក្រោមចតនៅទីនោះប្រហែលជា1ម៉ោងខ្ញុំបានឆៃមើលឲ្យការពិតជាឡានក្រុមហ៊ុនសមត្ថនៈវិជ្ជសាស្ត្រទេ ដូច្នេះពួកយើងទីត្រូវហើយសម្រាប់មេរោគក្រោយឧបត្តិហេតុ មិនតន់អត់ទេខ្ញុំបានទៅសួរក្រុមហ៊ុនសមត្ថហើយថ្ងៃនេះពួកគេបានប្រមូលការសំណល់វិជ្ជសាស្ត្រមួយដុំធំ រឿងមួយការធ្វើតេស្តសម្រាប់មេរោគរបស់សុខមនុស្សបរាជ័យ មិនមែន4-10ទេគឺ 100% ម្យ៉ាងទៀតទំនិញមកដល់ថ្ងៃនោះ 1/3 មានកម្រិតទាប 1/3 គឺបោះចោល ទោះជាបានត្រួតពិនិត្យក៏នៅមានបញ្ហានោះគឺជាសុខដែលខូចទាំងស្រុង ខ្ញុំមានរឿងមួយទៀតចង់ប្រាប់ថ្លៃសមត្ថថ្ងៃនោះគឺប្រើ credit card ម្ចាស់ការនោះគឺក្មួយប្រុសរបស់លោកប៉ៅជាមានខ្ញុំបានបង្ហាញរូបថតគេទៅបុគ្គលិកសមត្ថពួកគេប្រាប់ថាប៉ៅជាមានបានឈុតកាត់ដោយផ្ទាល់ហើយការចាត់ថ្នាំសុខមនុស្សគ្មានស្តង់ដារនោះក៏ប៉ៅជាមានណែនាំដែរថាសម្រាប់ទៅតែបោះចោលដល់ប្រុងប្រយ័ត្នព្រោះវាជាការសំណល់វិជ្ជសាស្ត្រក្មួយប្រុសលោកបានដឹងរឿងនេះគេមិនមែនដឹងទេ លោកប៉ែ ប្រធានវាងនៅណា គាត់ទៅចាប់ប្រជុំជាមួយថ្នាក់លើសុំសម្រាប់កន្លះថ្ងៃរសៀលទៅមកវិញ ដឹងថាគេទៅណាទេ មិនបានប្រាប់ទេតែមុនទៅប្រាប់ឲ្យខ្ញុំបិទកុំព្យូទ័រឲ្យគាត់ខ្ញុំឃើញគាត់ឆែកជើងហោះហើរនឹងទៅដើរទៅពលានយន្តហោះឬមួយជួនអ្នកណាទៅពលានយន្តហោះទៅមិញទេ ម៉ាក់ ជាមាន ជាមានអញទៅម្នាក់ឯងមុនទៅលឿន ដឹងហើយ ជាមានគេចាក់ចែកពីហុកកុំ លោករកជាមានធ្វើអី នាងដឹងថាមានពាក់ព័ន្ធនឹងថ្នាំសុខមនុស្សដូច្នេះក៏ឲ្យគេរត់គេចទៅប្រទេសក្រៅ រត់កិច្ចអីលោកគិតដល់ណាហើយជាមានលាឈប់បង្ហាញពីការទទួលខុសត្រូវហើយគេគ្រាន់តែចង់ចេញទៅស្រូបខ្យល់អាកាសសម្រាប់ខ្លះប៉ុណ្ណោះគេគ្មានកំហុសមានសេរីភាពចេញចូល បេះដូងនាងលូតញាប់ភ័យណាស់ហើយនៅខ្មាស់បន្តិចទៀតប៉ូលីសឃើញថាជាមានបានលួចបោះចោលថ្នាំសុខមនុស្សដែលធ្វើតេស្តវិជ្ជមានបាក់តេរីគេជាអ្នកផ្សំគំនិតក្នុងការប្រើប្រាស់ថ្នាំសុខមនុស្សពួកយើងសុទ្ធតែបរិយាញ្ញានាងមិនអាចដោះលែងជនសង្ស័យបានទេ ទី1ពួកយើងមិនលូកដៃក្នុងរឿងក្តីនេះទេទី2បើប៉ូលីសមានផុសតាងអាចមកចាប់មនុស្សបានទី3សូម្បីព្រះរាជអាជ្ញាលក្ខដែលទទួលខុសត្រូវរឿងក្តីនេះក៏មិនដាហាមជាមានមិនឲ្យចេញពីហុងកុងដែរលោកជាពូគេមិនគិតថាធ្វើជ្រុលពេកទេ ព្រោះនាងជាបណ្ដាញមកធ្វើរឿងដែលគួរឲ្យធ្វើដូច្នេះខ្ញុំធ្វើជុះនាង ជាមានគ្មានកំហុសបើគេដឹងមុនថាសុខមនុស្សទាំងនោះមានបញ្ហាហេតុអីគេហៅខ្ញុំនឹងម៉ាក់ក្មេកចាស់គេគ្រាន់តែជាប់ពាក់ព័ន្ធនឹងរឿងនេះប៉ុណ្ណោះ អញ្ចឹងគេកាន់តែត្រូវនៅកំណត់ឲ្យច្បាស់ថាគេគ្មានទោស ហេតុអីលោកមិនព្រមបោះបង់នៅតែតាមដានជាមានតាមឡៃជាមានជាគ្រូពេទ្យដ៏ល្អម្នាក់រស់នៅសុខសាន្តគេធ្វើដើម្បីបំពេញចិត្តម៉ាក់ក្មេកទើបចូលជាមួយឈិនលីតំណែងនៅដើមឡៃជារបស់លោកទេម៉ាក់ក្មេកពឹងលើលោកអ្វីដែលជាមានប្រឈមនៅពេលនេះគឺធ្វើជំនួសលោកប៉ៅស៊ីយិនខ្ញុំមិនរំពឹងលោកអរគុណកូនប្រុសខ្ញុំទេក៏មិនសង្ឃឹមថាលោកនឹងចងចាំកំហុសដែលលោកធ្វើដាក់ខ្ញុំឬក៏បងប្រុសលោកដែលស្លាប់នោះហើយលើកលែងឲ្យជាមានដែរព្រោះលោកជាមនុស្សគ្មានបេះដូងខ្ញុំចង់ឲ្យលោកស្មារតីចំពោះគ្រប់គ្នាកុំដោយសារគេជាក្មួយលោកដើម្បីបញ្ជាក់ចំហលោកជាអ្នកឯកទេសប៉ាងមិនលំអៀងមិនពុករលួយត្រូវតែតឹងរឹងជាមួយគេប៉ាជាមានមិនមែនជាឧបករណ៍ឲ្យលោកបំពេញអារម្មណ៍យុត្តិធម៌នោះទេ ជូនពរពួកយើងជោគជ័យថ្ងៃនោះលោកថាចង់ចាត់ការអាល់អិតនោះលទ្ធផលយ៉ាងម៉េចទៅហើយអាល់អិតនោះត្រូវខ្ញុំទម្លាក់បានហើយតែព្រះរាជអាជ្ញាទាំងនោះអត់បានការទេនៅតែមិនបន្តប្តឹងគេទៀតខ្ញុំខ្លាចតែគេងើបមកវិញសាមញ្ញណាស់លោកមានកំណត់អីយ៉ាងណាកន្លែងនោះលែងមានប្រយោជន៍ទៀតហើយខ្ញុំចិត្តទៅលាយឲ្យទៅគេយកចេញមកជូនដំណើរគេលោកបានឃើញវីដេអូដែលខ្ញុំផ្ញើឲ្យហើយនៅ ទៅតែមួយចប់បានវីដេអូនេះពីណាមក មានជនអាណាមកផ្ញើឲ្យប៉ូលីសក៏ទទួលបានដែរ ប៉ូលីសទទួលបានដោយរបៀបណានេះបំភ្លើសពេកហើយហួសហេតុណាស់ស្មានមកដល់សោះអាក្រក់ជាងខ្ញុំគិតទៅទៀតជាគ្រោះមហន្តរាយដូចជារស់ក្នុងនរក បើចឹងលោកប៉ៅចង់ធ្វើយ៉ាងម៉េចទៅ មិនអាចដោះលែងពួកគេទេដាច់ខាតមិនអាចហើយអ្នកដែលមកខ្វល់ពីជីវិតមនុស្សគឺត្រូវតែសងតម្លៃអាឡូគឺលោកពូមែនណាជាមានពូចង់ឲ្យជួបនៅពូនៅកន្លែងមួយ សុំទោសខ្ញុំមិននៅហុងកុងទេ យ៉ាងម៉េចជីមាននៅមិនទាន់ខលមកឯងទេហ៎ គេសន្យាថាខលមកខ្ញុំពេលយប់ខ្ញុំចាំមកយប់ហើយមិនតាន់ខលមកទៀតខលតែគេក៏ខលមិនចូល
ពេលខុសគ្នាណាឬអាចរត់ភ្លើងក្រោមដីសេវាមិនសូវល្អយប់យ៉ាងនេះហើយអ្នកណា អ្នកប្រុស ជាមានមកវិញហើយ អេណែ ជាមាន ម៉ាក់ លោកមានសិទ្ធិអីចាប់កូនខ្ញុំ គេប្រគល់ខ្លួនឯងទេ បន្ទោសខ្លួនឯងខ្មាស់គេស្ដាយក្រោយជឿចាំពូយល់ពីអារម្មណ៍របស់ឯងទាំងអស់ ខ្ញុំពិតជាចាក់ថ្នាំសុកមនុស្សដែលផលិតនៅទីនេះចូលទៅក្នុងខ្លួនមនុស្សមែន ពូជឿថាដើមឡើយឯងមិនដឹងរឿងនេះទេមិនចឹងឯងក៏មិនហៅម៉ាក់និងលោកយាយឯងចាក់ដែរ សុំទោសពិតជាសុំទោសមែន រឿងបានកើតឡើងទៅហើយក៏មានជនរងគ្រោះដែរមនុស្សស្លូតត្រង់បានជារងទុក្ខយ៉ាងណាស់រឿងនេះមានមនុស្សម្នាក់ត្រូវទទួលខុសត្រូវទាំងស្រុង តែខ្ញុំទទួលខុសត្រូវបែបណា អ្នកដែលពូនិយាយមិនមែនឯងទេគឺសុងលទ្ធិញគេខាងក្រៅលោកភៀហ៊ុនការពិតគេប្រើក្រុមហ៊ុនក្រៅប្រទេសគ្រប់គ្រងភៀហ៊ុនរបស់ឈីងលីពេលនេះបានសរុបទៅគេខ្លាចជាម្ចាស់ភៀហ៊ុនធំខាងក្រៅគេជួយឯងបង្កើតចំណូលការពិតទៅគេធ្វើដើម្បីបង្កើតប្រយោជន៍ខ្លួនឯងទេចូលហៅប៉ៅរបស់គេតែឯងទទួលកំហុសក្រោយពេលកើតហេតុគេមិនបានរកវិធីកែប្រែទេមានតែគិតថាពេលណាត្រូវលក់ភៀហ៊ុនចេញសុងលទ្ធិញលបលន់មិនខ្វល់អំពីជីវិតមនុស្សហើយពូក៏មិនអាចលើកលែងឲ្យគេដែរយើងគ្មានផតតាមគ្រប់គ្រាន់ចោលប្រកាន់គេពួកយើងត្រូវតែដើរទៅមុខទៀត បើសិនជាខ្ញុំទៅសារភាពគឺស្មើនឹងខ្ញុំប្រគល់ខ្លួនតែខ្ញុំបានសន្យានឹងម៉ាក់ ឯងបានឆ្លើយដល់ពូពេលនេះទេព្រោះនេះជាការសម្រេចចិត្តរបស់ឯងផ្ទាល់ឯងត្រូវសម្រេចដោយមនសិការ គេទទួលស្គាល់ថា Clinic កែសម្ផស្សមានគម្រោងកាត់ចំណាយបានទិញថ្នាំសុកមនុស្សគ្មានស្តង់ដារពីប្រភពខ្លាំងៗពួកខ្ញុំត្រូវការលោកប៉ៅនាំពួកខ្ញុំទៅយកឯកសារពាក់ព័ន្ធ ម៉ាក់ខ្ញុំសុកចិត្តចូលគុកខ្ញុំមិនចង់មានអារម្មណ៍ខុសមួយជីវិតនោះទេ រំខានហើយណា ចូលមកនិយាយមក ហេតុអីជាមានត្រឡប់មកហុងកុងវិញហេតុអីគេប្រគល់ខ្លួនតើលោកបានធ្វើស្អីខ្លះ ជាមានជាមនុស្សធំហើយការប្រគល់ខ្លួនគេសម្រេចខ្លួនឯង ជាមានសន្យានឹងខ្ញុំហើយចេញពីហុងកុងដើម្បីកិច្ចរឿងទាំងនេះជៀសវាងបញ្ហាលោកនៅតែត្រូវឲ្យគេសម្រេចចិត្ត ខ្ញុំគ្មានអធិពលលើគេទេខ្ញុំបាននាំគេទៅមើលរោងចក្រផលិតសុកនៅប្រទេសថៃ ហេតុអីលោកធ្វើបែបហ្នឹងនេះមិនចាំបាច់សោះ ជាមានសិទ្ធិដឹងរូបភាពពេញលេញមុនធ្វើការសម្រេចនាងនិយាយត្រូវជាមានគេល្អខ្ញុំយល់ថាគេមានវិបត្តិសេរីចង់ទទួលខុសត្រូវចំពោះកំហុសខ្លួនឯងនាងគួរតែមានមោទនភាពចំពោះគេដែរចិត្តនាងយល់ឃើញយ៉ាងម៉េច នៅហុងកុងការធ្វើប្រហែសផ្នែកវិទ្យាសាស្ត្រគ្មានទោសទេគេក៏មិនបាត់បំពេញច្បាប់ណាមួយដែរលោកបែរជាឲ្យគេប្រគល់ខ្លួន រឿងនេះមិនត្រឹមជាករណីធ្វើប្រហែសនោះទេការប្រើប្រាស់សុកមនុស្សចេញពីរោងចក្រដោយមិនប្រយ័ត្នបន្លំថាជារបស់ជប៉ុនបត់អក្រិតខ្លាយបន្លំមនុស្សមានរបួសគឺជាការបំពានច្បាប់សុងលទ្ធិញគឺពិតជាល្មើសច្បាប់មែន លោកពលីជាមានដើម្បីចាប់សងលទ្ធិញជាមានជាក្មួយរបស់លោកជាមានប្រគល់ខ្លួនជាការបង្ហាញវិបដិសារី ជាមានបកលខ្លួនវាគ្រាន់តែបង្ហាញពីវិបដិសារីគ្រាន់តែអាចព្យួរទោសមិនជាប់គុកនោះទេ តែគេនឹងមានកំណត់ត្រាព្រមអត់ទាន់ករណីនេះពាក់ព័ន្ធនឹងវិទ្យាសាស្ត្រអាជ្ញាប័ណ្ណគេនឹងត្រូវដកហូតមិនអាចធ្វើគ្រូពេទ្យអស់មួយជីវិត ជាមានបានមកក្រោកឈរ
គេក៏មិនអាចរស់រៀនមានមនសិការបាននោះទេហើយក៏មិនអាចធ្វើដោយគ្មានរឿងកើតឡើងដែរហើយត្រឡប់ទៅធ្វើជាគ្រូពេទ្យដែរ បើសិយិនលោកមិនខ្មាស់សោះហេតុអីលោកមិននាំសង្ឃលថេងតែប្រទេសថៃព្រោះគេគ្មានមនសិការទេតែជាមានលោកក៏ស្គាល់ចរិតរបស់គេដែរលោកដឹងថាជាមានចិត្តល្អទៅប្រើល្បិចនេះសម្បកក្រៅឲ្យគេសម្រេចចិត្តខ្លួនឯងការប៉ັດបង្ខំអារម្មណ៍គេលោកដឹងថាគេច្បាស់ជាបកគលខ្លួនតាមបំណងរបស់លោកអនាគតជាមានត្រូវបំផ្លាញក្នុងដៃលោកហើយ អបតហេតុសុកមានរោគរបស់ឈីងលីអ្នកជំងឺធ្ងន់ជាងគេត្រកូលស៊ូអាយុ65ឆ្នាំព្យាបាល2សប្តាហ៍ស្ថានភាពប្រសើរបានមួយកម្រិតតែមានការធ្លាក់ចុះនៅព្រឹកមិញនេះពន្យាដល់ម៉ោង 8 យប់អ្នកជំងឺក៏ស្លាប់ដោយប៉ះពាល់សរីរាង្គច្រើនធ្ងន់ធ្ងរនេះជាករណីស្លាប់ដំបូងក្នុងគ្រោះថ្នាក់នេះ លោកបាយលោកដឹងពីណាថាថ្នាំសុកមនុស្សមានបញ្ហានោះ ខ្ញុំដឹងពេលលោកស្រីស៊ូនិងជឿលៀនជួបគ្រោះថ្នាក់ខ្ញុំបានទៅកន្លែងពិនិត្យគុណភាពទើបដឹងកាន់តែច្បាស់ថាហេតុអីសុខមនុស្សនៅតែមានបញ្ហាទោះបីជាពិនិត្យគុណភាពហើយលោកកំពុងស្អីហេតុអីមានឆ្នាំសុខមនុស្សមានស្តង់ដារច្រើននោះ ខ្ញុំគិតថារបស់ជប៉ុនថ្លៃពេក លោកនិយាយស្អី គ្រូពេទ្យជប៉ុនប្រាប់បែបហ្នឹងលោកគិតថាសុកមកពីជប៉ុនថ្លៃពេកចំណេញតិចដើម្បីជំរុញការលក់ទើបដូចតែប្រើប្រាស់ទំនិញទីផ្សារងងឹតពីប្រទេសសៀម សុខមនុស្សរបស់យើងជាទំនិញទីផ្សារងងឹតមកពីសៀម កន្លែងលោកថានពតតាមមជ្ឈបាយណាដែលចាំបាច់មិនចឹង តែខ្ញុំមិនបានឲ្យលោកធ្វើខុសច្បាប់ទេខ្ញុំក៏មិនចង់ឲ្យប៉ះពាល់ដល់ជីវិតមនុស្សដែរ ហុងកុងគ្មានច្បាប់គ្រប់គ្រងសុកមនុស្សទេដើមឡើយគឺជាតំបន់ប្រភេទលោកក៏បានដឹងលោកថាលោកមិនជួបពីតំបន់ប្រភេទនៃថ្នាំកាយសម្ផស្សទីខ្ញុំឲ្យធ្វើ ខ្ញុំនឹងផ្សព្វផ្សាយរឿងនេះជាសាធារណៈ ទោះជាពេលនេះលោកនេះជាអ្វីក៏ស្រីនោះអាចក្រោកពីក្រែដែលគ្មានបញ្ហាទេ រឿងធំបែបនេះកើតឡើងពួកយើងត្រូវទទួលខុសត្រូវ លោកត្រូវទទួលខុសត្រូវមិនមែនខ្ញុំទេខ្ញុំជាទីប្រឹក្សាពួកលោកមិនមែនជាបុគ្គលិកទេគ្រូពេទ្យសៀជាថ្នាក់ក្រោមលោកមិនមែនថ្នាក់ក្រោមខ្ញុំទេអញ្ចឹងចុងក្រោយអ្នកណាជាអ្នកសម្រេចនោះពួកគេចង់ទម្លាក់កំហុសរឿងថ្នាំសុកនោះលើបាយថងឯង ទំនងជាសុងលធិញឲ្យសៀនានស៊ឺរីកាព្រោះធ្វើបែបនេះអាចឲ្យពួកយើងទាំង3នាក់រួចផុតពីគ្រោះថ្នាក់ លោកទើបតែដឹងនៅពេលក្រោយមែនទេ ខ្ញុំទើបតែដឹងក្រោយពេលតែខ្ញុំមិនអាចឲ្យពួកគេធ្វើបាបមនុស្សស្រីដែលគ្មានកំហុសនោះទេ ក្រៅពីលោកបាយជាមានផ្ដោចម្លើយពួកខ្ញុំបាយលើចម្លើយរបស់គេនាំខ្លួនសងលិតធីងទៅប៉ោះប៉ូលីសលោកបានលុបភីអូនទាំងអស់នៅក្នុងមេតនីងអន្តរជាតិទៅឲ្យឈីងលីតែលោកក៏ប្រើក្រុមហ៊ុននៅក្រៅប្រទេសពីរផ្សេងទៀតគ្រប់គ្រងភីហ៊ុនឈីងលីខ្លាយទៅជាម្ចាស់ភីហ៊ុនធំជាងគេនៅក្នុងឈីងលីបើអញ្ចឹងតើយ៉ាងម៉េចការចាប់ភីហ៊ុនតាមរយៈក្រុមហ៊ុនបរទេសខុសដែរហ៎ជាស្ដីលោកជាទីប្រឹក្សាតែលុយដែលលោកបានពីការព្យាបាលសុខមនុស្សលោកជាអ្នកទទួលបានធំជាងគេទោះបីខ្ញុំជាម្ចាស់ភីហ៊ុនធំរបស់ក្រុមហ៊ុនឬក៏ជាអ្នកទទួលផលធំបំផុតតែខ្ញុំគ្មានការគ្រប់គ្រងពិតប្រាកដលើក្រុមហ៊ុនទេខ្ញុំនឹងថាលោកចង់ដកខ្លួនពីរឿងនេះតែកំណត់ត្រាទូរស័ព្ទជាមួយនឹងសៀនេនស៊ឺពួកខ្ញុំបានមើលហើយអ្នកដែលកំណត់ឲ្យគេព្យាបាលដោយសុខមនុស្សគឺលោកការឆ្លើយតបតាមអ៊ីមែលទាក់ទងនឹងព័ត៌មានលម្អិតពីការព្យាបាលពួកលោកមិនបានផ្ញើអ៊ីមែលទៅបាយជាមានទេបើជាមានជា CEO របស់ក្រុមហ៊ុនគេមានអំណាចសម្រេចចិត្តនៅក្រុមហ៊ុនគេអ្នកសញ្ញាអនុម័តលើការដាក់ឲ្យដំណើរការព្យាបាលដោយសុខមនុស្សនិងថាវិការសម្រាប់បញ្ជាទិញសុខមនុស្សគេគឺជាអ្នកសម្រេចចិត្តចុងក្រោយដូច្នេះហើយខ្ញុំមិនមែនជា CEO របស់ក្រុមហ៊ុនខ្ញុំគ្មានសិទ្ធិសម្រេចទេ សងលថេងអាចចង្រៃនេះមើលទៅមិនទទួលកំហុសទេ សូម្បីលោកប៉ៅក៏មិនអាចធ្វើអ្វីបានដែរ អត្រានៃការដាក់ទោសខ្ញុំគឺ 80% មិនមែន 100% ទេបើគុំតែខ្ញុំមិនលុកដៃក្នុងរឿងនេះប្រហែលជាអាចទៅរួច បើជាមានបានសារភាពហើយដល់ពេលនោះគេនឹងផ្ដល់ចម្លើយនៅតុលាការលាតត្រដាងអំពីអំពើអាក្រក់របស់គេមិនសារភាពក៏នៅតែកាត់ទោសបាន បើជាមានក្រុមតែសារភាពថាបង្ករបួសស្នាមមិនមែនឃាតកម្មទេ នេះជាបញ្ហាបច្ចេកទេសប៉ុណ្ណោះ ដំណើររឿងប៉ាវជាមានពីអ្វីដែលកើតឡើងមិនខុសគ្នានោះទេភាពខុសគ្នាជាមួយគុតជនរងគ្រោះស្លាប់ឬអត់ មិនក៏ថាមិនខុសគ្នាតើនៃអក្រិតកម្មទាំងពីរខុសគ្នាឆ្ងាយណាស់ពេលជាមានសារភាពគេមិនដឹងថាលោកស្រីស៊ូស្លាប់ទេ តែពេលនេះលោកស្រីស៊ូស្លាប់ហើយខ្លាចជាករណីឃាតកម្មហើយ ព្រះរាជអាជ្ញាចង់ការប្រាប់បទចាត់ប្រកាន់ត្រូវឲ្យគេសញ្ញាលើឯកសារថ្មីជាមានសិទ្ធិមិនសញ្ញាហើយគេក៏មិនសញ្ញាដែរ ខ្ញុំនឹងសញ្ញាលើកិច្ចព្រមព្រៀងថ្មីនោះទទួលស្គាល់អំពីឃាតកម្ម ជាមានឯងចង់ឲ្យយាយមានអារម្មណ៍ខុសមួយជីវិតមែនណាបើកុំតែយាយខ្វល់ខ្លាំងពេកមេនេះរុញឯងឡើងឯងក៏គ្មានសម្ពាធដេញតាមគោលដៅឲ្យពួកដេរិឆាតអស់នោះគេចំណេញបានដែរ លោកយាយមិនតាក់ទងនឹងលោកយាយទេខ្ញុំជាមនុស្សធំហើយខ្ញុំត្រូវទទួលខុសត្រូវចំពោះអ្វីដែលខ្ញុំបានធ្វើលោកស្រីស៊ូជាមិត្តល្អរបស់លោកយាយ
ខ្ញុំត្រូវផ្ដល់ការបកស្រាយដល់គ្រួសារគាត់ អញ្ចឹងឯងមិនគិតពីម៉ាក់ឯងលោកយាយឯងនិងសមាជិកគ្រួសារទាំងពីរទេ ជាមានម៉ាក់ឯងមានកូនតែម្នាក់គុណយាយក៏មានឯងជាចៅតែម្នាក់ដែរយាយមិនមែនក្មេងទៀតទេក៏មិនដឹងថាអាចរស់បានប្រហែលឆ្នាំទៀតយាយមិនចង់ឃើញឯងជាប់គុកទេយាយខ្លាចគ្មានឱកាសឃើញឯងចេញមកវិញឯងមិនចង់ឃើញយាយជាលើកចុងក្រោយទេមែនទេ អត់ទេលោកយាយលោកយាយ ម៉ាក់ប្រយ័ត្នឡើងឈាមចាំខ្ញុំនិយាយជាមួយជាមានតាមម៉ាក់ទៅបន្ទប់សៀវភៅ ម៉ាក់ ឡើងតឡាការប្រឈមនឹងចក្រមមួយណាម៉ាក់មិនខ្លាចទេប៉ុន្តែឯង ម៉ាក់ខ្ញុំ ម៉ាក់ក៏មិនបញ្ចុះបញ្ចូលឯងដែរឯងចង់សារភាពទោសឯងសារភាពហើយសងលទ្ធិញពិតជាអាចចាប់ទោសមែនទេ លោកពូបញ្ចុះបញ្ចូលខ្ញុំបែបហ្នឹង ម៉ាក់ដឹងថាឯងចង់លៀងទោសតែចម្លើយរបស់ឯងពាក់ព័ន្ធនឹងសងលទ្ធិញហើយគាត់ទៅជាបរិទ្ធជនពិតប្រាកដចាប់គេគឺគ្រប់គ្រាន់ហើយ ចម្លើយរបស់ខ្ញុំនៅតែមិនផ្លាស់ប្ដូរភាពខុសគ្នាគឺលោកស្រីស៊ូស្លាប់ឬរស់បើសិនជាគាត់ស្លាប់ខ្ញុំមិនត្រឹមតែល្មើសច្បាប់ទេគឺខ្ញុំសម្លាប់មនុស្ស ជាមានម៉ាក់គ្មានន័យលំអៀងលើឯងទេម៉ាក់ក៏ប្រាប់កូនក្តីម៉ាក់បែបនឹងដែរឃាតកម្មអាស្រ័យលើកំហុសរបស់ឯងធ្វើឲ្យលោកស្រីស៊ូស្លាប់ដោយផ្ទាល់ឬអត់កម្រិតផ្ដន្ទាទោសគឺខ្ពស់ជាងការបង្ករបួសស្នាមដោយចេតនាទោសឯងមិនសមជាឃាតកម្មទេស្ដាប់ម៉ាក់ទៅកុំសារភាពអីត្រូវកាត់ក្តីឲ្យខ្លួនឯងដោយយុត្តិធម៌ឯងមិនសិទ្ធិការពារខ្លួនទុកឲ្យតុលាការសម្រេចថាអ្នកគួរតែទទួលខុសត្រូវបាត់អក្រិតអ្វីទៅបានទេម៉ាក់ឯងជាមេធាវីកំពូលម៉ាក់មិនអាចឈរមើលឯងសារភាពកំហុសដែលមិនបានតតាំងនោះទេមួយជីវិតនេះម៉ាក់មិនស្ងប់ចិត្តឡើយ អញ្ចឹងបាទ ម៉ាក់នឹងសរសេរលិខិតលាឈប់ត្រៀមនាំឯងឡើងតុលាការ ខ្ញុំបោះបង់ការងារចោលអីបើម៉ាក់លាឈប់ខ្ញុំនឹងសារភាពម៉ាក់បង្រៀនខ្ញុំពីវិធីការពារខ្លួនទៅខ្ញុំនឹងតតាំងខ្លួនឯង ចង់ឈ្នះបណ្ដឹងមានល្បិចច្រើនណាស់ម៉ាក់ឡើងទៅជួយឯងអត្រាឈ្នះខ្ពស់ជាង ខ្ញុំដឹងថាម៉ាក់បកកែរកចន្លោះប្រហោងខ្ញុំមិនដោះសារទេទោះបីខ្ញុំការពារខ្លួនឯងក៏ត្រូវឲ្យខ្លួនឯងឆ្លងផុតដែរ ល្អពួកយើងសម្រាប់សម្រួលគ្នាឯងត្រូវស្នើការស៊ើបអង្កេតបឋមទៅតុលាការក៏បំណងមិនមែនសម្រាប់ថាឯងមានទោសឬក៏អត់នោះទេផ្ទុយទៅវិញកំណត់ថារាជអាជ្ញាមានផុសតាំងគ្រប់គ្រាន់គាំទ្រដល់ការចាត់ប្រកាន់ពីបទឃាតកម្មឬក៏អត់ឯងអាចការពារខ្លួនបានហើយអាចច្រានចាប់បទចាត់ប្រកាន់ទៀតបើមានផុសតាំងបដិសេធកាន់តែល្អមិនអាចចាត់ឯងពីបទមនុស្សឃាតទេតែបើផុសតាំងមានសុពលភាពតែតុលាការឯងត្រូវតែឲ្យម៉ាក់លាឈប់ដើម្បីការពារឯង ទុកចិត្តចំដើម្បីម៉ាក់និងលោកយាយខ្ញុំមិនរៀថយឡើយខ្ញុំនឹងខំប្រឹងឲ្យអស់ពីលទ្ធភាពស្ត្រីលក្ខណៈមានសុខភាពល្អទទួលបានការព្យាបាលដោយសុខមនុស្សដែលមិនមានភ័ស្តុតាងវិទ្យាសាស្ត្រនៃប្រសិទ្ធភាពរបស់វាទេបន្ទាប់ពីចាក់ហើយក៏បានស្លាប់ដោយសារចាក់សុខមនុស្សដែរបណ្ដាលឲ្យឆ្លងមេរោគជនជាប់ចោទប្រៅជាមានជាអ្នកទទួលខុសត្រូវព្យាបាលនិងជាអ្នកចាក់ថ្នាំនេះជាការបំពានយ៉ាងធ្ងន់ធ្ងរលើកាតព្វកិច្ចថែទាំជនរងគ្រោះលោកប៉ៅរឿងនេះលោកកំលុកដៃអីខ្ញុំច្បាស់ជាមិនលំអៀងដាច់ខាត់តែរឿងក្តីនេះមិនស្រួលកាត់ទោសនោះទេលោកអាចបង្ហាញផ្លូវខ្ញុំប្រមាណចំណុចម្យ៉ាងទៀតខ្ញុំមានជំនឿថាប្រធានវាងច្បាស់ជានៅខាងប៉ៅជាមានបើខ្ញុំមិនពឹងលើកម្លាំងលោកទេពិបាកសម្រាប់ការកាត់ក្តីដោយយុត្តិធម៌ខ្លាំងណាស់រឿងនេះព្រះរាជអាជ្ញាត្រូវតែបញ្ជាក់ថាទី1ចុងចោតមានកាតព្វកិច្ចថែរក្សាអ្នកស្លាប់ទី2ចុងចោតបានរំលោភលើការទទួលខុសត្រូវទី3ការបំពេញកាតព្វកិច្ចនាំឲ្យស្លាប់ទី4ទង្វើរបស់ចុងចោតពាក់ព័ន្ធនឹងការធ្វើប្រហែសយ៉ាងធ្ងន់ធ្ងរខ្ញុំជាគ្រូពេទ្យរបស់អ្នកស្លាប់ខ្ញុំខ្វះទំនួលខុសត្រូវមិនប្រយ័ត្នចំពោះអ្នកស្លាប់តែខ្ញុំបដិសេធថាមិនបានបំពេញកាតព្វកិច្ចនេះទេឯងជាប្រធានក្រុមហ៊ុនក៏ជាពេទ្យទទួលខុសត្រូវការចាក់ថ្នាំដែរមិនខុសទេដែលឯងមានកាតព្វកិច្ចថែទាំប៉ុន្តែឯងមិនបានរំលោភលើការទទួលខុសត្រូវទេពួកឯងមានកន្លែងពិនិត្យគុណភាពដើម្បីធានាថាថ្នាំមានការត្រួតពិនិត្យគុណភាពប្រកបដោយសុវត្ថិភាពប្រកបជាថ្នាំមានសុវត្ថិភាពមុនពេលចាស់ការពិនិត្យមេរោគចាំបាច់ត្រូវតែធ្វើនិងមានរបាយការណ៍ត្រួតពិនិត្យ
ដូច្នេះចង់ចាត់បានបំពេញតួនាទីរបស់ខ្លួនពេញលេញហើយ ថ្នាំសោកដែលចង់ចោទចាក់ឲ្យអ្នកស្លាប់នោះមិនមែនមកពីប្រទេសជប៉ុនដែលបានទទួលវិញ្ញាបនបត្រ3ដងពីក្រសួងសុខាភិបាលដោយការផ្សព្វផ្សាយនោះទេយល់ដែរទេតែវាជាសោកមនុស្សដែលធ្វើនៅរោងចក្រខុសច្បាប់ពីប្រទេសថៃ ប៉ុន្តែពេលចាក់ថ្នាំសុកមនុស្សចង់ចាត់បានជឿជាក់ណាស់ថាថ្នាំនោះជាថ្នាំដែលមានការអនុញ្ញាតពីប្រទេសជប៉ុនគេគ្មានហេតុផលសង្ស័យថាថ្នាំនោះគ្មានស្តង់ដារនោះទេគេត្រូវបោកទាំងស្រុង ថាវិការសម្រាប់ទិញសោកមនុស្សគឺចង់ចោទប៉ាវជាមានជាអ្នកអនុម័តតម្លៃទិញត្រឹមតែ 1/10 នៃទីផ្សារជប៉ុនប៉ុណ្ណោះតម្លៃមិនសមតទៅសិស្សជនជាប់ចោទគឺគួរតែសង្ស័យថាសោកនោះមានតម្លៃទាបមិនគួរឲ្យទុកចិត្តបានទេ ចង់ចាត់គ្មានបទពិសោធន៍ក្នុងការបើកអាជីវកម្មកែសម្ផស្សទុកចិត្តទៅទីប្រឹក្សាសង្ឃលធិញគិតថាគេមានទំនិញទំនងទិញបាយរបស់ថោកប៉ុន្តែស្មានមិនដល់ខ្លាចជាសុកមនុស្សដែលផលិតនៅរោងចក្រខុសច្បាប់ដែលលើសពីការស្រមៃរបស់ចុងចោត ចុងចោលគ្មានបទពិសោធន៍ធ្វើអាជីវកម្មគេជាគ្រូពេទ្យដែលបានចុះឈ្មោះអនុវត្តការចាក់បញ្ចូលសោកមនុស្សដែលអត្ថប្រយោជន៍គឺមិនបានត្រូវបញ្ជាក់ដោយវិទ្យាសាស្ត្រនោះទេបង្ហាញឲ្យយើងឃើញពីអ្នកស្លាប់និងហានិភ័យនៃការឆ្លងមេរោគគេអសមត្ថភាពខ្លាំងណាស់ នេះក៏មិនគ្រប់គ្រាន់នឹងបណ្ដាលឲ្យស្លាប់ដែរចង់ចាត់មិនបានដឹងពីប្រភពសោកខ្លាំងៗនោះទេគេមិនអាចទាយទុកមុនពីហានិភ័យធ្ងន់ធ្ងរនិងភាពជាក់ស្ដែងនៃការស្លាប់នោះសោកគ្មានស្តង់ដារនោះគឺសង្ឃលធិញនិងសៀននេស៊ឺជាអ្នកទិញពួកគេជាអ្នកធ្វើឲ្យមនុស្សស្លាប់ ទេក៏ជាអគ្គនាយកក្រុមហ៊ុនដែរការចាក់សោកមនុស្សគឺជាការសម្រេចចិត្តរបស់គេតែប៉ុណ្ណោះហើយថាវិការគេគឺជាអ្នកអនុម័តគោលដៅបង្កើតអនុភាពតាមរយៈការព្យាបាលតាមដានការអនុវត្តចុងចោតបានសុំឲ្យសូមលទ្ធិញអនុវត្តតាមមធ្យោបាយប្រចាំបាច់ ចង់ចាត់ជាអ្នករកស៊ីស្រាប់ច្បាប់មធ្យោបាយចាំបាច់មានន័យធ្វើដោយស្រាប់ច្បាប់នេះមិនរាប់បញ្ចូលសុកមនុស្សដែលបានទិញពីរោងចក្រទីផ្សារងងឹតដើម្បីសន្សំការចំណាយឡើយបើសង្ឃលធិញមានការយល់ច្រឡំជាបញ្ហារបស់គេបើដឹងថាពាក់ព័ន្ធនឹងសុកដែលគ្មានស្តង់ដារចង់ចោតច្បាស់ជាមិនព្រមនោះឡើយ តែចុងចោតលើកឡើងដោយប្រើមធ្យោបាយចាំបាច់មិនបានបញ្ជាក់ថាត្រូវស្របច្បាប់ឬអត់វាគឺជាការពិតគ្រូពេទ្យដែលចាក់ថ្នាំមិនបានចុះបញ្ជីដល់អ្នកជំងឺបំពេញក្រមសីលធម៌វិជ្ជាជីវៈវគ្គព្យាបាលដោយសោកមនុស្សនេះគឺជំរុញដោយភាពលោភលន់ដូច្នេះហើយគោលដៅគឺចំណេញប្រាក់ពីភ្ញៀវក្រោមអត្ថិភាពនៃផលប្រយោជន៍ចុងចោតបានត្រួតពិនិត្យបុគ្គលិកមិនតាមដានប្រភពសោកមនុស្សហើយក៏គ្មានធានារៀបចំចាក់ថាដំណើរការផលិតមានស្តង់ដារឬអត់ឧបទ្ទហេតុនេះអាចនឹងជៀសវាងបានហើយក្រោយពេលអ្នកព្យាបាលនាងជឿយ៉ងទទួលការចាត់ថ្នាំសោកមនុស្សនេះនាងធ្វើតេស្តឃើញមេរោគអេដវិជ្ជមាននាងសង្ស័យរួចហើយថាសោកមនុស្សនេះមានបញ្ហាតែក្រុមការងារមិនអើពើនឹងការចោទប្រកាន់របស់នាងចុងក្រោយលាវជឿយ៉ងក៏ស្លាប់ដោយអយុត្តិធម៌ ចុងចោតអាចរារាំងសោតនេតកម្មមិនឲ្យកើតឡើងអាចជាបានច្បាស់ណាស់តែគេមិនទុកការស្លាប់លាវជីងយ៉ុងជារឿងសំខាន់ ឯងត្បិតតែអាចធ្វើកំហុសខ្លះតែមិនមែនកម្រិតព្រមអត់ទាន់ទេឯងមិនដឹងទេថាអ្នកស្លាប់ប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃការស្លាប់ក៏គ្មានផលតាមបញ្ជាក់ថាឯងបានបង្កគ្រោះថ្នាក់ដល់អ្នកណាដែរឯងមិនពាក់ព័ន្ធនឹងការធ្វេសប្រហែសធ្ងន់ធ្ងរទេមិនធ្ងន់ធ្ងរដែលមានទោសព្រមអត់ទាន់ឡើយ ទោះបីខ្ញុំធ្វេសប្រហែសខ្ញុំមិនបានមើលងាយជីវិតនិងសុវត្ថិភាពអ្នកដទៃទេខ្ញុំមានឱកាសការពារកុំឲ្យមានសោកនាដកម្មតែខ្ញុំមិនធ្វើក្រោយពេលកើតហេតុខ្ញុំមានអារម្មណ៍ថាខុសគ្រប់នាទីលោកចៅក្រមខ្ញុំមិនការពារខ្លួនទេខ្ញុំសុំទោសខ្ញុំមានកំហុសធ្វេសប្រហែសធ្ងន់ធ្ងរនាំឲ្យមានអំពើឃាតកម្មម៉ាក់ខ្ញុំសុំទោស ជាមួយមេធាវីហើយមិនអញ្ចឹងបងគិតពីលក្ខខណ្ឌចរចាជាមួយព្រះរាជអាជ្ញាម្ដងទៀតទេឲ្យតែបងលាតត្រដាងប្រភពដែលទីផ្សារងងឹតធ្វើសុកមនុស្សបងអាចនឹងត្រូវបន្ថយទោស
ប្រទេសស៊ីមានអត្តពលខ្លាំងក្លាបានតែចេញទៅបងខ្លាចគេសម្លាប់បងបំបត្តិមាត់ គឺបងជួថៃកាត់ចិននោះឯង អូនកំសួរអីបងមិនចង់ឲ្យអូនមានបញ្ហាទេ ខ្ញុំបានជួលមេធាវីម្នាក់មកពីបរទេសខ្ញុំមានមនុស្សក្នុងចិត្តហើយ បងមិនសារភាពទេតែបងដឹងថាឱកាសនៃការរួចទោសគឺកម្រិតទាបស្ដាប់បងនិយាយឲ្យច្បាស់សិនកាលណាពេលដែលប៉ាអូនឲ្យពួកជើងជប់គ្នាបងសប្បាយចិត្តណាស់បងប្រាប់ខ្លួនឯងថាបងត្រូវខំប្រឹងបងនឹងរកលុយឲ្យបានច្រើនបងចង់ខ្លាចទៅជាមនុស្សដែលស័ក្តិសមនឹងអូនដើមឡើយគឺចង់ធ្វើឆ្នាំងមាសនេះហើយខ្លាចទៅជាមនុស្សម្នាក់នោះខ្វះតែមួយជំហានទៀតពួកជើងប្រហែលនេះជាព្រមលិខិតហើយ បងកុំនិយាយបែបហ្នឹងពួកយើងរកមធ្យោបាយដោះស្រាយជាមួយគ្នាទៅ ឃើញអូនរត់ចោលឡើងដើម្បីបងក្រោកឈរដើម្បីបងរំជួលចិត្តណាស់បងមិនស្ដាយក្រោយនោះទេបងគិតប្រហែលជាប៉ាអូនឲ្យអូនមកបាយជាមួយបងហើយតែអូននឹងជឿមិនចេញទុកពេលឲ្យបងធ្វើជាមនុស្សអាក្រក់ចុះពួកយើងបាយគ្នាទៅដូច្នេះហើយអូនកុំពិបាកអី មនុស្សធម្មតាមិនគួរមកកន្លែងបែបនេះទេមើលចោះពេលនេះប៉ាមានអារម្មណ៍មិនស្រួលតតែសោះ ប៉ាមិនបាច់មកទេ មីងឯងប្រាប់ថាមិនអាចបដិសេធបានទេមួយយ៉ាងវិញទៀតជឿលៀនគឺជាក្មួយរបស់ប៉ា ប៉ានៅដឹងថាគេជាក្មួយប៉ាដែរប៉ាបំផ្លាញគេបែបនេះហើយមិនក៏គ្មានអារម្មណ៍ថាខុនតិចសោះ គេបង្ករឿងរញ៉េរញ៉ៃពាក់ព័ន្ធស្អីនឹងប៉ាទៅគេចង់ចាក់ថ្នាំសុកមនុស្សខ្លួនឯងតើ អាធីងគេចង់រកលុយមិនចង់ធ្វើបាបអ្នកណាទេសុកមនុស្សនៅទីផ្សារងងឹតបានធ្វើការពិនិត្យហើយមិនអាចត្រូវ 100% ទេក៏មិនអាចខុស 100% ដែរ ហើយចង់និយាយស្អី អាធីងប្រាប់ថាទីផ្សារងងឹតនោះគ្រប់គ្រងដោយអ្នកមានឥទ្ធិពលនៅប្រទេសថៃអ្នកដឹកជញ្ជូនជាមនុស្សរបស់គេប៉ាថាប៉ាមានមិត្តម្នាក់ជាជនពីលជាអ្នកមានឥទ្ធិពលនៅប្រទេសថៃនោះមែនទេប៉ាដើម្បីចង់ដកតំណែងប៉ាជាមានឲ្យគេដាក់ថ្នាំពុលនៅក្នុងសោះប៉ាមិនដឹងថានេះត្រូវពលីអាធីងនឹងជឿលៀនទេហ៎ ពាក់លីស្អីគ្មានការពាក់លីស្អីទេដើម្បីសម្រេចគោលដៅអ្វីក៏មិនសំខាន់ដែរឯងដើរតាមប៉ាយូរគ្រប់គ្រាន់ហើយរៀនមិនបានអីពីប៉ាទេចិត្តទុនខ្លាំងម្ល៉េះ មនុស្សមិននឹងអាចគ្មានអារម្មណ៍ទេ នេះជាមនុស្សសញ្ចេតនាអត់បានការឯងនឹងសងលក់ធីងបែកគ្នាពេលនេះទៅសំណាងល្អគេមិនចាត់ការឯងកុំធ្វើអញ្ចឹងទៀតឲ្យសោះឯងត្រូវចាំលើលោកនេះក្រៅពីខ្លួនឯងសុទ្ធតែជាអ្នកដទៃអ្នកផ្សេងគ្រាន់តែជាឧបករណ៍បដុកឯងត្រូវរៀនទើបអាចរស់ក្នុងពិភពជំនួញបាន តើមានការស៊ើបអង្កេតនៅប្រទេសថៃតាក់ទងនឹងបពុទ្ធដែលនៅពីក្រៅរោងចក្រខុសច្បាប់នេះទេ នៅពីក្រៅនឹងចាក់ខុសច្បាប់គឺអាជីវកម្មរំលូតកូនក៏ជាប្រភពសុកមនុស្សដែរគឺសង្ស័យថាជាប់ពាក់ព័ន្ធនឹងមួយចំនួននេះមានឈ្មោះថាលីថៃជូបងជួជាជនជាតិថៃកាត់ចិនជាបងធំសង្គមងងឹតបងជួប្រមាណខែចុងក្រោយនេះមកហុងកុងច្រើនដងបងជួល្បីខ្លាំងនៅប្រទេសសៀមមនុស្សសំខាន់មកដល់ប៉ូលីសនៅអ្នកកសែតគឺសុទ្ធតែតាមគេអ្នកដែលបានជួបគេមិនមែនសងលើធីងទេគឺផាងជឺ មានន័យថាម៉េចផាំងជឿក៏ពាក់ព័ន្ធនឹងថ្នាំសុកមនុស្សដែរ តែវគ្គព្យាបាលដល់សុខមនុស្សនេះក្រៅពីម៉ាក់ខ្ញុំមីងខ្ញុំក៏ចាក់ដែរ តែពេលអ្នកមីងរៀបនឹងចាំងបងសានអ៊ីបានទទួលទូរស័ព្ទពីពូជឺបន្ទាប់មកអ្នកមីងក៏ចេញទៅអត់បានចាក់ទេ ផាងលីពីជាប៉ុនស្រីផាងជឺដឹងថាថ្នាំមានបញ្ហាទើបហៅប៉ុនស្រីគេចេញស្មានម្ដងគ្មានប្រុសខ្លួនឯងជាអ្នកចាក់ជំនួស បើយើងត្រូវស្ដីខົບខិតមកគិតផាងជឿដឹងថាការព្យាបាលប្រើផលិតផលគ្មានស្តង់ដារបន្ទាប់មកគេរុញទូកបណ្ដោយទឹកខ្ចីកំបិតសម្រាប់មនុស្សរកគេបំពុលសុកមនុស្សធ្វើឲ្យប៉ាជាមានធ្លាក់ចូលក្នុងទឹកក្តៅបន្ទាប់មកប្រើវីដេអូបញ្ចប់ការងារ បើសិនជាបែបនឹងមែនផាងជឺគឺពិតជាឆ្លាតណាស់ តាមខ្ញុំដឹងផាងជឿមានសមត្ថភាពធ្វើរឿងហ្នឹង ការប៉ັດផាំងជឿជាមនុស្សបែបហ្នឹង ឆាន់ហុងហ្វៃម្នាក់នេះលើកមុនស្បត់ថានឹងឲ្យខ្ញុំចេញដោយសវត្ថិភាពពេលនេះខ្ញុំចេញហើយបាត់សមោលឲ្យឆាំង ប៉ុនស្រីបលេម្នាក់នោះគឺប្រាស្រ័យទេឯងចាក់ខ្លួនឡើងទៅ
បងបិទមាត់ទៅគេថាពេលចាប់ការងារនឹងអញ្ជើញខ្ញុំញ៉ាំបាយ មែនហើយឯងរអ៊ូពីគេច្បាស់ណាស់រឿងល្អអាក្រក់ឯងនិយាយអស់ហើយអូនស្រីឯងឈប់ធ្វើដូចជាអ្នកដើរតាមប្រើ GPS ធ្លាប់មើលគេទៀតទៅបងក៏ខ្លាចឯងដែរ មែនហើយគេដឹងច្បាស់ថាលើយន្តមាន GPS នៅតែយកតាមនេះតំណាងឲ្យអ្វីគេមិនខ្វល់នោះទេទោះខ្ញុំដឹងថាគេនៅឯណា អញ្ចឹងឯងបន្តសប្បាយតែម្នាក់ឯងទៅ អីទៅហើយមិនមែនផ្លូវទៅប៉ុស្តិ៍ប៉ូលីសទេអញ្ចឹងចេញពីធ្វើការមានពេលហើយឆានហងហ្វៃលោកចេញពីធ្វើការហើយពួកយើងទៅញ៉ាំបាយទេ ជុំនេះខ្ញុំមានការងារត្រូវធ្វើ ហាធ្វើការ ពេលកណ្ដាលការងារពេលកណ្ដាលរឿងតខ្លួនខុសទៅនឹងនៅពេលក្រោយចុះ អីលើកនេះរឿងផ្ទាល់ខ្លួនអី គេទៅជប់ស្រីរឿងអញ្ចឹងក៏អាចប្រាប់ដែរ គេអត់ទេទៅមើលសិនលោកកំពុងធ្វើអី ភោជនីយដ្ឋាននេះបើក40ឆ្នាំហើយគឺល្បីខ្លាំងណាស់ ឆានហងហ្វៃលោកមានពេលញ៉ាំបាយជាមួយអ្នកផ្សេងមិនហៅខ្ញុំទេ មិនគឺនាងនឹងថាខ្ញុំនៅទីនេះនាងនៅមើលទីតាំងតាមជាន់នេះទៀត ពេល ទេ ហើយអ្នកណាមិនឲ្យលោករកខ្ញុំបែបហ្នឹងទៅខ្ញុំដឹងថាលោកនៅឯណាពេលណាទំនេរពាក់កណ្ដាលការងារពាក់កណ្ដាលរឿងផ្ទាល់ខ្លួនឯងការពិតរឿងផ្ទាល់ខ្លួន ខ្ញុំប្រាប់ថាមានពេលនឹងតាក់ទងទៅនាងកំពាំងផ្លូវខ្ញុំអី គឺខ្ញុំរងលោកឈិន កុំ ទេ ខន់គឺអីពូជឹងទៅ អីលោកពិតជាទៅមែនទេហេឆានហងហ្វៃលោកគ្រាន់បើ ខ្ញុំមិនមែនធ្វើអីឲ្យប៉ៃអ៊ីថងយល់ច្រឡំទេដឹង មិនតាក់ទងនឹងនាងគឺបញ្ហារបស់គេតាមរបាយការណ៍ការិយាល័យពន្ធដារម៉ានាងធ្វើការចុងក្រោយនៅទីនេះ កន្លងផុតច្រើនឆ្នាំមិនដឹងថានៅមានអ្នកស្គាល់គាត់អត់ ពួកនាងចង់សួរអ្វីពីឈិនអ៊ីហើយ អ្នកស្រីចាំគាត់បានទេ ឈិនអ៊ីហើយជាអ្នករត់តុស្អាតជាងគេរបស់ពួកខ្ញុំតាំងពីដើមមកកាលនោះភ្ញៀវធ្វើដំណើរពីឆ្ងាយមកទីនេះគឺដើម្បីទៅឃើញនាង អ្នកស្រីដឹងថាកាលនោះគាត់មានមិត្តប្រុសអត់ នេះជារឿងឯកជនខ្ញុំមិនអាចឆ្លើយបានទេ ថាកែស្រីការពិតខ្ញុំជាកូនស្រីគាត់ខ្ញុំចង់រកប៉ាខ្ញុំមានរូបថនតើអាចជាម្នាក់នេះទេ ផាងជឺអ៊ីហើយយកលុយដែលផាងជឺឲ្យនាងរត់ទៅកាណាដា 於身邊近你也算知己，應該喜歡你，但未提起。這好戲，但劇情極度隨機，差一些勇氣，還是捉摸不